សូមលោកគ្រូខ្ញុំឈ្មោះបើវិសាថ្ងៃនេះដែរខ្ញុំធ្វើវីដេអូដើម្បីបង្ហាញអំពីរបៀបបង្កើត user ហើយនឹងការដែលយើង switch user ទៅប្រើ user ថ្មីដែលយើងបានបង្កើតនឹងអញ្ចឹងដើម្បីយើងអាចបង្កើត user ថ្មីបានជាដំបូងយើងដាក់ sudo តបមកទៀតយើងដាក់ user add ហើយឈ្មោះ user ដែលយើងចង់បង្កើតអញ្ចឹងខ្ញុំដាក់អូខេខ្ញុំដាក់ឈ្មោះថា avocado អញ្ចឹងចុះបន្ទាប់មកយើងចុច enter បន្ទាប់មកវាទាមទារនៅ password របស់យើងអញ្ចឹងយើងវាយ password នឹងចូលមកalready exists អូខេអញ្ចឹងនេះវាបានថាដោយសារ user មួយហ្នឹងគឺយើងបានបង្កើតហើយអញ្ចឹងខ្ញុំដាក់ទៅ user ថ្មីមួយទៀតដាក់ John ចុះអូខេអញ្ចឹងឥឡូវនេះឃើញថាវាអត់មាន error អីទេអញ្ចឹងដើម្បីយើង check មើលចង់ដឹងថា user ហ្នឹងយើងបានបង្កើតហើយនៅយើងអាចចូលទៅ check វាបានយើងដាក់ cat etc បន្ទាប់មកយើងដាក់ password.wd ដើម្បីយើង check មើលថាវាបានបង្កើតហើយនៅ user មួយហ្នឹងអញ្ចឹងសម្រាប់ចរហ្នឹងគឺយើងបានបង្កើតវាហើយអញ្ចឹងនេះគឺជា user របស់ចរហ្នឹងអញ្ចឹងយើងចង់ធ្វើការចូលទៅក្នុង user ចរមួយហ្នឹងដែលយើងបានបង្កើតមុនហ្នឹងគឺយើងដាក់ sudo ហើយសំទោសលោកគ្រូយើងដាក់ su ហើយយើងដាក់ឈ្មោះ user ដែលយើងបានបង្កើតដាក់ចរអញ្ចឹងមកហើយយើងវាយ password របស់យើងចូល1 2 3សម្រាប់ user ហ្នឹងគឺ password វាអត់ទាន់ត្រូវទេដោយសារនៅពេលដែលយើងបង្កើតមិញហ្នឹងគឺយើងអត់មានបាន set password បានអីទៅវាទាំងអស់អញ្ចឹងដើម្បីយើងអាចចូលទៅ user ចរហ្នឹងបានជាដំបូងគឺយើងត្រូវ set password ទៅវាសិនយើងត្រូវ reset password ថ្មីវាយើងដាក់ password wd បន្ទាប់មកគឺយើងដាក់បញ្ចូល user ដែលយើងចង់ផ្លាស់ប្ដូរ password វានឹងយើង enter អញ្ចឹងគឺវាទាមទារ set root ដើម្បីយើងអាចផ្លាស់ប្ដូរវាបានអញ្ចឹងយើងដាក់ password តែមក passwd ហើយឈ្មោះ John ដែលយើងចង់ផ្លាស់ប្ដូរហ្នឹងគឺឥឡូវនេះវាសួរយើងហើយវាទាមទារ password អីផ្សេងទេប៉ុន្តែវាឲ្យយើងបញ្ចូល password ថ្មីរបស់យើងតែម្ដងអញ្ចឹងគឺយើងដាក់មកយើងវាយដូចគ្នាម្ដងទៀតអញ្ចឹងឥឡូវនេះឃើញថាការផ្លាស់ប្ដូរ password របស់យើងគឺបានជោគជ័យហើយអញ្ចឹងគឺយើងសាកតេស្តទៅលើការ login ចូលអញ្ចឹងដែលយើងអាច log ចូលទៅក្នុង user មួយនឹងបានអត់យើងដាក់ su John មកហើយ enter យើងវាយ password ដែលយើងបានreset វាមិញហ្នឹងឥឡូវនេះឃើញថាវាចូលហើយអញ្ចឹងដើម្បី make sure ដែលយើងអាចចូលវាបានអត់អញ្ចឹងយើងដាក់ who am I ដើម្បីយើង check មើលថា user ដែលយើង voucher នៅលើហ្នឹងគឺ user គេអញ្ចឹងយើងឃើញថាយើងនៅក្នុង user ចរnàyអញ្ចឹងមួយវិញទៀតយើងដើម្បីយើង check មើលថាយើងនៅលើ directory មួយណាយើងដាក់ pwd អញ្ចឹងឃើញថាយើងបានបង្កើត user ចរថ្មីមែនប៉ុន្តែសម្រាប់ user ហ្នឹងគឺវាអត់មានជា home directory របស់វាគឺវានៅប្រើលើ home user របស់បើវិសាលតែអញ្ចឹងដើម្បីយើងអាចបង្កើត user មួយដែលមានជា directory ដើម្បីយើងអាចបង្កើតមានសិទ្ធិបង្កើត folder ក៏ដូចជាធ្វើផ្សេងបានគឺតើយើងអាស្រ័យសិទ្ធិទៅវាអញ្ចឹងដើម្បីយើងចង់ដឹងថាយើងអាចបង្កើតបានអត់អញ្ចឹងយើងអាចតេស្តមើលមួយសិនបានយើងដាក់dir ហ្នឹងមកគឺ make directory ហ្នឹងអីអញ្ចឹងយើងដាក់តេស្តមកអញ្ចឹងឃើញថាសម្រាប់ user ចរហ្នឹងដែរគឺវាអត់មាន permission ដើម្បី create directory ឲ្យផ្សេងទេអញ្ចឹងជាដំបូងយើង exit វាសិនមកយើង exit ចេញពី user ចរហ្នឹងមកបន្ទាប់មកទៀតយើង delete វាចោលសិនក៏បានដែរដើម្បីឲ្យយើងងាយស្រួលបង្កើតថ្មីយើងដាក់ user ដើម្បីយើង delete user ហើយ user ដែលហើយយើងដាក់ John ឈ្មោះ user ដែលយើងចង់ delete នោះយើង enter មកសម្រាប់ John ហ្នឹងក៏យើងអត់មាន permission ដែរអញ្ចឹងគឺយើងត្រូវ sudo ដូចគ្នាអញ្ចឹងឃើញថាឥឡូវនេះ user John គឺយើងបានលុបហើយអញ្ចឹងដើម្បី make sure ថាវាលុបទៅមែនអត់យើងអាច check មើលវាបានយើងដាក់ John ហើយយើង
pass wd ដែរអញ្ចឹងឃើញថា user John ដែលយើងបានបង្កើតនៅខាងក្រោមនេះមិញហ្នឹងគឺឥឡូវនេះវាបាន delete បាត់ហើយអញ្ចឹងយើង clear screen ចោលមួយសិនមួយវិញទៀតដើម្បីយើងអាចបង្កើត user ដែលមាន directory បានអញ្ចឹងយើងអាច check មើលសិនទៅថានៅក្នុងហ្នឹងយើងមាន user main យើងដាក់អាច ls.l/home អញ្ចឹងមកឥឡូវនេះឃើញថា user របស់យើងគឺមាន2 home ដែល user ដែលជាមាន home directory ហ្នឹងគឺថាមាន2មួយបើវិសាលហើយនិងមួយទៀតគឺ avocado នេះអញ្ចឹងដើម្បីយើងអាចបង្កើត user មួយដែលវាមាន home directory ឲ្យបានទាំងអស់ហ្នឹងយើងអាចបង្កើតបានគឺយើងដាក់ sudo បន្តមកទៀតយើង user add យើងដាក់m ហ្នឹងគឺវានឹងបង្កើត directory ថ្មីមួយសម្រាប់ user ដែលយើងនឹងបង្កើតនឹងអញ្ចឹងបន្តមកទៀតយើងដាក់ .s ហ្នឹងគឺវាយើងផ្លាស់ប្ដូរទៅលើ bus ឲ្យវាគឺយើងដាក់ bin ហើយ bus បន្តមកទៀតយើងបញ្ចូលឈ្មោះ user ដែលយើងចង់នេះហ្នឹងសំដៅគឺសម្រាប់ user គឺយើងដាក់វានៅឡើយនេះយើងដាក់ user John អញ្ចឹងឃើញថាឥឡូវនេះយើងមាន error អីអញ្ចឹងទេអញ្ចឹងមានថាយើងអាចបង្កើត user បានអញ្ចឹងដើម្បី make sure គឺយើង list វាមើលតែទៅយើងដាក់ ls.l/home អញ្ចឹងមកអញ្ចឹងឃើញថា user របស់យើងគឺវាមាន home directory ដូចគ្នាទាំងអស់ហើយអញ្ចឹងដើម្បី make sure បញ្ជាក់បន្ថែមទៀតយើងអាច cat មើលឲ្យបាន cat/etc មកយើង pass wd ដែរមកអញ្ចឹងឃើញថា user ហ្នឹងគឺវាជា user bin bus នេះហើយអញ្ចឹងគឺយើងអាចបង្កើត directory យើងអាចធ្វើឲ្យផ្សេងៗបានជាមួយនឹង user ហ្នឹងហើយអញ្ចឹងយើងចូលទៅក្នុង user ហ្នឹងមក su ហើយយើង John ហ្នឹងមកវានឹងសួរ password របស់យើងហើយថា password របស់យើងមែនអញ្ចឹងយើងវាយ password ចូលមក1 2 3ដោយសារ user John ហ្នឹងក៏ដូចគ្នាដែរនៅពេលដែលយើងបង្កើតមកមិញហ្នឹងឃើញថាយើងអត់ទាន់បានដាក់ password អីឲ្យវាអញ្ចឹងគេយើងត្រូវដាក់ password ឲ្យវាមុនសិនយើង reset password វាវិញមក pass wd ហើយយើងចូល John អញ្ចឹងឥឡូវឃើញថាវាបានឲ្យយើងដាក់ password ថ្មីយើងដាក់1 2 3ដូចគ្នាអញ្ចឹងឥឡូវនេះឃើញថា success ហើយសម្រាប់ការដែលយើង reset password ទៅវាហ្នឹងបន្ទាប់មកយើងចូល su John វាឲ្យយើងបាច់ password ឥឡូវនេះឃើញថាយើងបានចូលមកដល់នៅក្នុង user John មួយហ្នឹងហើយអញ្ចឹងឃើញថាវាមាន home directory អញ្ចឹងយើង set យើង cd វាសិនមកហើយយើង pwd ឃើញថាឥឡូវនេះយើងនៅក្នុង home directory របស់ user John ហ្នឹងហើយអញ្ចឹង user John ហ្នឹងវាមាន home directory ដូចជា user 2ខាងមុនហ្នឹងហើយអញ្ចឹងដើម្បី make sure ថាយើង user John ហ្នឹងមានសិទ្ធិដើម្បីបង្កើត folder ក៏ដូចជា file ផ្សេងៗបានអត់យើងអាចតេស្តមើលបានយើងដាក់ mkdir make directory មកយើងដាក់តេស្តចឹងតេស្តតមកយើង ls មើលថាវាបង្កើតបានអត់អញ្ចឹងឃើញថាវាបង្កើតបានហើយអញ្ចឹងយើងអាចតេស្តមើល file ផ្សេងៗដូចជា touch .info.txt ចឹងមកយើង ls មើលអញ្ចឹងឥឡូវឃើញថាវាមានសិទ្ធិអាចបង្កើតបានយើងអាចផ្លាស់ប្ដូរ user ឲ្យបានហើយអញ្ចឹងដើម្បីយើងចេញពី user នឹងវិញបានយើងអាច su ទៅ user ដើមរបស់យើងចេះក៏បានឬមួយក៏យើងអាច exit តែម្ដងក៏វាចូលទៅដូចគ្នាដែរអញ្ចឹងឃើញឥឡូវនេះវាចូលមកក្នុង user របស់យើងវិញហើយយើង cd មកអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូជំរាបលា